ការផ្ដល់ចំណីឲ្យត្រីប្រាមានសំណួរមួយលើកឡើងថាតើវារីបបកគួរតែជ្រើសរើសចំណីប្រភេទណាសម្រាប់ចិញ្ចឹមត្រីគន្លឹះក្នុងការវិចារណាឈានទៅដល់ការគ្រប់គ្រងល្អនោះគឺការសម្រេចចិត្តដ៏ត្រឹមត្រូវមួយគឺការយល់ដឹងអំពីសមាមាត្រចំណីឬមេគុណចំណី FCR ក្នុងផលិតកម្មចំណីគឺជាការចំណាយខ្ពស់បំផុតក្នុងចំណោមការចំណាយក្នុងផលិតកម្មនេះហើយវារីបបកត្រូវយល់ដឹងឲ្យច្បាស់អំពីមេគុណចំណីពីព្រោះអាចដឹងពីការប្រើប្រាស់ថវិកាទៅលើផលិតកម្មទោះបីជាចំណីខ្លះត្រីមិនបានស៊ីឬត្រីខ្លះត្រូវបានបាត់បង់ក្នុងកំឡុងពេលចិញ្ចឹមហើយក៏ដោយក៏ចំណីទាំងអស់នៅតែជាការចំណាយក្នុងផលិតកម្មផងដែរថ្ងៃនេះ admin នឹងប្រាប់ពីរូបមន្តគណនាសមាមាត្រចំណីឬក៏មេគុណនៃចំណីដោយសមាមាត្រចំណី FCR ស្មើនឹងទម្ងន់ចំណីសរុបបានប្រើចែកនឹងកំណើនទម្ងន់ត្រីសរុបហើយបើនិយាយទៅដល់កំណើនទម្ងន់ត្រីសរុបហ្នឹងគឺស្មើទម្ងន់ត្រីសរុបពេលប្រមូលផលដកនឹងទម្ងន់ត្រីពេលដាក់ឧទាហរណ៍ការគណនាមេគុណចំណីចំនួនកូនត្រីប្រាចំនួន 5000 ក្បាលហើយទម្ងន់កូនត្រីជាមធ្យម 5 ក្រាមអញ្ចឹងទម្ងន់ត្រីសរុបពេលដាក់ចិញ្ចឹមហ្នឹងគឺ25គីឡូក្រាមគឺស្មើនឹង 5000 ក្បាលគុណនឹង 5 ក្រាមហើយទម្ងន់សរុបពេលប្រមូលផលហ្នឹង2125គីឡូក្រាមហើយកំណើនទម្ងន់សរុបរបស់ត្រីគឺ2100គីឡូក្រាមអញ្ចឹងមានន័យថាទម្ងន់ត្រីសរុបដែលបានប្រើប្រាស់ក្នុងផលិតកម្មចំណីក្របហ្នឹងគឺស្មើនឹង3500គីឡូក្រាមដោយប្រើរូបមន្តខាងលើដោយមេគុណចំណី CFR FRC ស្មើនឹង3500ចែកនឹង2100ស្មើនឹង 1.67 មេគុណចំណី FCR 1.67 ជាទិន្នន័យល្អសម្រាប់ការចិញ្ចឹមត្រីប្រាប៉ុន្តែកសិករត្រូវធៀបទៅនឹងតម្លៃចំណីគ្រាប់ដែលបានប្រើប្រាស់ដើម្បីដឹងអំពីគុណភាពចំណីហើយវិធីសាស្ត្រវាតម្លៃចំណីគឺយកតម្លៃចំណីគុណនឹងមេគុណចំណី FCR ជាឧទាហរណ៍ចិញ្ចឹមត្រីប្រារយៈពេល4ខែទទួលបានត្រីទម្ងន់មធ្យម 0.5 គីឡូក្រាមក្នុងមួយក្បាលអញ្ចឹងមានន័យថាមេគុណចំណីធំជាង 1.67 ប៉ុន្តែត្រីមិនសូវលូតលាស់ពី 0.3 ទៅ 0.1 គីឡូក្រាមក្នុងមួយក្បាលមានន័យថាគុណភាពចំណីមិនល្អគួរផ្លាស់ប្ដូរទៅប្រើប្រាស់ប្រភេទចំណីថ្មីដែលមានគុណភាពល្អជាងនេះតែបើមេគុណចំណីធំជាង 1.67 អាចដល់2តែទម្ងន់ត្រីជាមធ្យមទទួលបាន 0.5 គីឡូក្រាមក្នុងមួយក្បាលស្របតាមផែនការទិន្នន័យដែលមានន័យថាការប្រើប្រាស់ចំណីលើសមិនត្រឹមត្រូវតាមបច្ចេកទេសមេគុណចំណីតូចជាង 1.67 ត្រីគឺវាមិនសូវលូតលាស់ 0.2 ទៅ 0.3 គីឡូក្រាមក្នុងមួយក្បាលមានន័យថាចំណីមានគុណភាពមិនល្អឬការផ្ដល់ចំណីមិនគ្រប់គ្រាន់រីឯមេគុណចំណីតូចជាង1.67 គឺត្រីលូតលាស់លឿនប៉ុន្តែទម្ងន់លើសពី 0.5 គីឡូក្រាមក្នុងក្បាលមានន័យថាចំណីមានគុណភាពល្អនិងគ្រប់គ្រាន់ដូច្នេះវារីបបកត្រូវពិនិត្យលើគុណភាពចំណីនិងគ្រប់គ្រងរបៀបការផ្ដល់ចំណីផងដែរមេគុណចំណីធំឬតូចអាស្រ័យលើកត្តាមួយចំនួនដូចខាងក្រោមដូចជាពូជត្រីដែលដាក់ចិញ្ចឹមចំណីដែលបានប្រើកម្រិតប្រូតេអ៊ីនខ្ពស់ឬទាបរបៀបផ្ដល់ចំណីឬការគ្រប់គ្រងផងដែរវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment នៅខាងក្រោមបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ